ស្ដីបងប្អូនទាំងអស់គ្នាបងប្អូនណាបានឃើញ highlight ក្បាលវីដេអូហើយមែនទេបងប្អូនខ្លះណាប្រហែលជាបានស្គាល់ទីតាំងមួយកន្លែងនេះតែបងប្អូនខ្លះទៀតណាប្រហែលជាមិនបានស្គាល់ទីតាំងមួយកន្លែងនេះទេអូខេពេលនេះណាក្រុមការងាររបស់ Galaxy មាន project មួយដែលត្រូវចុះទៅទីតាំងមួយកន្លែងនោះតើបងប្អូនចេញដំណើរជាមួយនឹងពួកយើងទាំងអស់គ្នា Let's go កាលពីមុនណាពួកយើងណាធ្លាប់ទៅជិះឡានជាមួយនឹងជិះម៉ូតូពេលនេះណាដូរមកជិះរ៉ឺម៉កវិញមានអីបងប្អូនឈៀលសប្បាយខ្លាំងមែនតើបងប្អូនជិះបណ្ដាមើលទេសភាពទីក្រុងបណ្ដាពេលនេះណាគឺយើងឡើងមកដល់ស្ពានព្រែកឯកហើយបងប្អូនមើលទៅទេសភាពទីក្រុងរបស់ពួកយើងណាពិតជាស្រស់ស្អាតខ្លាំងមែនតើបងប្អូនពេលជិះមកដល់ផ្លូវនេះគឺមានបងប្អូនអាជីវករជាច្រើនលក់ដូរតាមដងផ្លូវឥឡូវនេះគឺយើងបានមកដល់ទីតាំងដែលជាគោលដៅរបស់ពួកយើងហើយបងប្អូនមើលទៅសភាពរបស់បងប្អូនពោពេញទៅដោយរុក្ខជាតិទីធ្លាស្រស់ស្អាតខ្លាំងមែនទែនបងប្អូន Yes ហើយទីតាំងដែលយើងត្រូវបំពេញការងារនោះគឺវត្តគោលទទឹងតោះទៅមើលទស្សនវិជ្ជារួមនៅក្នុងវត្តទាំងអស់គ្នាអូខេនៅពេលដែលដើរចូលខាងក្នុងណាគឺមានព្រះបដិមាមួយដ៏ធំសម្រាប់ឲ្យអ្នកទាំងអស់គ្នាគោរពបូជាបងប្អូនទាំងអស់គ្នាទស្សនវិជ្ជានៅខាងលើគឺពោពេញទៅដោយក្បាច់រចនាស្រស់ស្អាតខ្លាំងមែនទែនពេលនេះយើងក្រឡេកទៅមើលទស្សនវិជ្ជានៅខាងក្រៅវិញម្ដងវត្តគោលទទឹងនេះគឺមានទំហំធំខ្លាំងមែនទែនបងប្អូននិយាយពីទស្សនវិជ្ជាវិញគឺស្រស់ស្អាតខ្លាំងមែនទែនស្ងប់ស្ងាត់ល្អស័ក្តិសមបំផុតសម្រាប់កន្លែងគោរពសក្ការៈបូជាបងប្អូនចង់ដឹងអត់ថាក្រុមការងារ Galaxy ពួកយើងត្រូវបំពេញបេសកកម្មអ្វីនៅក្នុងថ្ងៃនេះតោះរងចាំវីដេអូភាគ2ទាំងអស់គ្នា